người sốលោកគ្រូនិងស្ដីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហេជាហេងហើយថ្ងៃនេះដែរខ្ញុំបាននិយាយពីការ install Ubuntu server ហើយអញ្ចឹងកុំឲ្យរងចាំយូរខ្ញុំចូលទៅកាន់file ដែលខ្ញុំបាន download ហើយដើម្បីទៅឡើង Ubuntu server បានខ្ញុំធ្វើការទៅឡើង Visual Box មួយសិនមកហើយកន្លែងហ្នឹងដែរយើង right click មកយក open មកហើយកន្លែងនេះដែរយក yes ហើយខ្ញុំយក next កន្លែងនេះខ្ញុំយក I accept the term ហើយចុច next កន្លែងនេះយើង next ទៀតមកហើយកន្លែងនេះយក yes yes ហើយកន្លែងនេះយក next rồiតមកយើង install វាទៅ open ហ្នឹងសិននៅពេលនេះខ្ញុំបានវាបានពេញហើយចឹងចុចពីនេះមកចូល new គឺថាខ្ញុំបានបង្កើតមកហើយតែវា error ចឹងខ្ញុំចូល u ខ្ញុំដាក់លេខ1មកដើម្បីកុំឲ្យវាច្រឡំហើយកន្លែងនេះដែរខ្ញុំយកវាថា other Ubuntu select folder មកហើយកន្លែងនេះខ្ញុំធ្វើការដាក់ខ្ញុំចុច other វាមកកន្លែង other ហ្នឹងយើង import Ubuntu ដែលយើង download នេះមកហើយចុច open ហើយកន្លែងនេះខ្ញុំធ្វើការដោះ cream វាចេញហើយខ្ញុំចុច finish វាមកសារដើមវិញទេនេះតែខ្ញុំបានលុបវាចោលហើយហើយកន្លែងនេះដែរខ្ញុំធ្វើការ right click លើវាហើយខ្ញុំចុច start server start with GUI ហើយវានឹង load បែបនេះវា load preview បែបនេះខ្ញុំមិនថាវាកំពុងតែរ៉ាំនេះអញ្ចឹងចាំវាបន្តិចដល់កន្លែងនេះខ្ញុំធ្វើការយកលើវាកំពុងតែដំណើរការហើយកន្លែងនេះរងចាំនេះឥឡូវវានឹងកំពុងតែ connecting ហើយកន្លែងនេះខ្ញុំធ្វើការយក English ខ្ញុំធ្វើការ enter ហើយខ្ញុំចុចdone ហើយខ្ញុំធ្វើការ done ម្ដងទៀតកន្លែងនេះnetwork configuration ខ្ញុំយក default ខ្ញុំចុច done ទៀតហើយខ្ញុំចុច done ទៀតបងតារានេះសម្រាប់កន្លែងនេះខ្ញុំយក done ហើយខ្ញុំយក arrow key យកកន្លែងនេះខ្ញុំយក done ទៀតហើយកន្លែងនេះខ្ញុំយក done ទៀតហើយខ្ញុំយក arrow key យកពី continue ហើយកន្លែងនេះខ្ញុំដាក់ឈ្មោះខ្ញុំ
ខ្ញុំបញ្ជាក់កន្លែងនេះបន្តិចមិនខ្ញុំស្គាល់វីដេអូខាងលើនេះកន្លែង your name នេះខ្ញុំអាចដាក់ឈ្មោះខ្ញុំបានរៀងជាហេងហើយខាងក្រោមនេះគឺ your server name ខ្ញុំដាក់រៀងជាហេងជាអក្សរតូចហើយកន្លែងចន្លោះតកហើយនឹងឈ្មោះហ្នឹងខ្ញុំដាក់ underscore មួយហើយ pick username ហ្នឹងជា username ដែលខ្ញុំសម្រាប់ login ហើយខ្ញុំអាចដាក់ជាហេងហើយ200ហើយ choose password ហ្នឹងខ្ញុំដាក់លេខ1ដល់លេខ4ហើយ confirm password ខ្ញុំដាក់លេខ1ដល់លេខ4ដូចគ្នាដាក់លេខណាដែរស្រួលៗមកហើយខ្ញុំចុចarrow key ហើយកន្លែងនេះwait ចាប់ទៀតហើយកន្លែងនេះខ្ញុំចុចពាក្យ continue enter មកយ៉ាអធិស្ឋានផងកន្លែងនេះចុច continue មកចុច enter ហើយកន្លែងនេះខ្ញុំធ្វើការដោះដាក់គ្រានេះខ្ញុំធ្វើការចុច space ហើយខ្ញុំ arrow key វាចុះមកកមកហៅពាក្យថា done ខ្ញុំចុច enter មួយទៀតហើយកន្លែងនេះសូមរងចាំបន្តិចមកដល់កន្លែងនេះarrow key មកហៅពាក្យ done ហើយកន្លែងនេះខ្ញុំចាំវា install សិនហើយខ្ញុំធ្វើការស្អប់វីដេអូសិនចាំវាបន្តិចទៅដោយសារវាដើរមិនទាន់ពេញទេបាទឥឡូវហ្នឹងវាពេញហើយវាដើរបានចប់ហើយអញ្ចឹងខ្ញុំ arrow key វាខ្ញុំ arrow key វាមក reboot now នេះមកខ្ញុំចុច enter ឥឡូវហ្នឹងខ្ញុំរងចាំវាដើរចប់សិនកន្លែងនេះវាធ្វើការដំណើរការសិនចប់ពីកន្លែងហ្នឹងមកគឺវាដល់កន្លែងដែលត្រូវ login នេះកន្លែង login ខ្ញុំដាក់ខ្ញុំ enter មកកន្លែងនេះ password គឺខ្ញុំដាក់បាទឥឡូវហ្នឹងខ្ញុំធ្វើការចូលបានហើយដែល memory មាន9%នេះហ្នឹងគឺខ្ញុំចូលវាបានសម្រាប់កន្លែងនេះយើងធ្វើការវាយ comment ដែលចាំហើយខ្ញុំធ្វើការចុច enter មកហើយកន្លែងនេះខ្ញុំដាក់ password របស់ខ្ញុំបាទcomment ខាងក្រោមនេះCAT ហើយ
etc cloud cloud ហើយដូចខាងក្រោមហ្នឹងខ្ញុំបានសរសេរ comment ហ្នឹងហើយឥឡូវហ្នឹងខ្ញុំធ្វើការដោយសារវាបញ្ហាខាងលើហ្នឹងខ្ញុំវា error គណិតដែរដល់ពេលអញ្ចឹងទៅខ្ញុំធ្វើការចុច enter មកវាមានច្រើនតង់ចំណែកហើយឥឡូវហ្នឹងចុងក្រោយខ្ញុំបានអសរសេរចុងក្រោយខ្ញុំដាក់S UDO APT ហើយ update ហើយវាបានប៉ុណ្ណឹងហើយបានតែប៉ុណ្ណឹងហើយខ្ញុំធ្វើការវាយ comment តទៀតហើយឥឡូវនេះខ្ញុំធ្វើការវាយ comment upgrade វា IUDO wait IUDO ហើយAPT ហើយមកដល់កន្លែងនេះខ្ញុំ enter វាទៅវានឹងធ្វើការ upgrade មកហើយខ្ញុំយកពាក្យ y ហើយខ្ញុំ enter វាទៀតវាកំពុងតែ upgrade ហើយឥឡូវខ្ញុំធ្វើការ scope វីដេអូសិនហើយឥឡូវហ្នឹងវាបានដំណើរការចប់ហើយឥឡូវខ្ញុំធ្វើការសួរវាទៅពាក់ព័ន្ធនឹងនេះពាក់ព័ន្ធនឹង user នេះគឺឈ្មោះរបស់ខ្ញុំគឺ user ឈ្មោះហេង200ដែលខ្ញុំបានដាក់ខាងលើហ្នឹងឯងហើយឥឡូវខ្ញុំធ្វើការ shut down វាខ្ញុំថត comment SDO ហើយ shut down នៅអញ្ចឹងខ្ញុំ enter វាមកគឺ power off system គឺវាបានដំណើរការបិទហើយអញ្ចឹងការតម្លើង Ubuntu server របស់ខ្ញុំក៏ដល់ទីបញ្ចប់ប៉ុណ្ណឹងដែរសូមអរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាហើយនិង viewer នៅក្នុង YouTube ដែលបានចូលមើលវីដេអូរបស់ខ្ញុំ